សួនសត្វក្បែរផ្ទះបងប្អូនចាហើយសួនសត្វនេះមានសត្វជៀមមានទន្សាយមានសត្វអូទ្រីសមានអីអញ្ចឹងណាបងប្អូនតែនេះខ្ញុំមកពីខាងក្រោយហ្នឹងអញ្ចឹងទៅឃើញតែទន្សាយទេទន្សាយធំណាបងប្អូនខ្ញុំមិនដឹងហៅទន្សាយអីគេតែស្លឹកត្រចៀកវាវែងហើយខ្លួនវាធំមែនណាទន្សាយតូចនោះហើយកូនទន្សាយនេះធំហ្មងណាឃើញមនុស្សអីអត់ខ្លាចទេបងប្អូនចាខ្ញុំពេលថ្ងៃសៅរ៍ថ្ងៃអាទិត្យបើអាកាសធាតុល្អខ្ញុំដើរទៅលេងនៅឆ្ងាយម៉ែនេះទល់មុខមួយសួនច្បារខ្ញុំអាសាទៅលេងបងប្អូនចាពេលអាកាសធាតុល្អអញ្ចឹងគេចេញមកខាងក្រៅអ្នកថែសត្វហ្នឹងគាត់ប្រឡែងអញ្ចឹងណាប្រឡែងឲ្យវាចេញមកខាងក្រៅបើសិនជានៅខាងក្រៅសួនសត្វហ្នឹងវិញខ្ញុំឃើញមានទន្សាយតូចអាដូចទន្សាយយើងនៅស្រុកខ្មែរយើងពណ៌ប្រផេះហ្នឹងមានតែនេះទន្សាយគេដាក់នៅក្នុងធុងនៅក្នុងកសិដ្ឋានចិញ្ចឹមសម្រាប់ឲ្យក្មេងៗថ្ងៃសៅរ៍ថ្ងៃអាទិត្យអីប៉ាម៉ាក់នាំក្មេងៗមកលេងអញ្ចឹងណាបងប្អូនចានៅក្បែរហ្នឹងគឺមានច្រើនក្បាលដែរគេដាក់ធ្វើធុងធ្វើអីឲ្យមានកន្លែងគេស្រួល